ការប្រកួត Carabao Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី2រវាងក្រុម Man City ឬបាក់ក្រុមការពារជើងឯក Newcastle លេងនៅម៉ោង3ទៀបព្រឹកយប់នេះក្រុម Manchester City របស់លោក Pep Guardiola កំពុងមានព្រៀបដាច់ឆ្ងាយក្រោយឈ្នះ 2-0 នៅជើងទី1ក្រោមបាល់ Semenyo និង Cherki សម្រាប់ Newcastle នេះគឺជាការប្រកួតមិនឯកទៅរួចស្ថិតិបង្ហាញថា18ដងចុងក្រោយដែលមកលេងនៅ Etihad គឺចាញ់17ដងទៅហើយតើ Eddie Howe អាចបង្កើតអាពុធហេតុបានទេក្រុម Newcastle ជាម្ចាស់ការពារតំណែងជើងឯកមែនប៉ុន្តែទម្រង់លេងក្រៅដីឆ្នាំនេះគឺយ៉ាប់ឈ្នះតែ3ក្នុង16ប្រកួតថ្មីនេះទើបត្រូវ Liverpool លុត 4-1 ទៀតឯ Man City ខ្លាំងក្នុងផ្ទះណាស់ឈ្នះ11ដងជាប់គ្នាពេលបាត់ Newcastle ក្នុងផ្ទះទោះបីពួកគេទើបស្មើ Spurs 2-2ទាំងនាំមុខមុនក៏ដោយប៉ុន្តែយប់នេះក្នុងដីខ្លួនឯងពួកគេនឹងមិនឲ្យរបូតកៅអីវគ្គ Final ទេផ្ដោតទម្រុយនឹងការទូស្ទាយពីគោលខ្មែរទី1លេង Man City ឈ្នះទុកចិត្តលើម្ចាស់ផ្ទះ 100% គឺសុវត្ថិភាពបំផុតទី2លេង over 2.5 Newcastle គ្មានអីត្រូវខ្លាចទេហើយ Man City នឹងមានការស៊ុបបន្ថែមផងដែរតែ Man City នឹងឡើងទៅលើកទានទី23របស់ Pep ទេ Fan City ខមមិនមកជួបគ្នាយប់នេះ